ហើយដោយសារសាលាគេធំអញ្ចឹងចេញពីរៀនមកត្រូវជិះកង់បែបនេះសាលាគេធំទីធ្លាសពេកគេមានកង់ជួរម៉ូតូអាគុយអីសិតតែមានកង់ជួរគេព្រោះកន្លែងផ្សេងវាឆ្ងាយពីគ្នាដូចជាកង់ទីនដមអីហើយខាងមុខនេះកន្លែងទីលានគេ stadium គេសម្រាប់បាល់ទះបាល់អីវិធីធំគឺនៅខាងក្នុងហ្នឹងហើយហេបងម៉ៅមិត្តភ័ក្ដិហ៊ានចិនមួយគ្នាទីធ្លាសាលាសាខាថ្មីហើយនេះស្លឹកឈើខ្លះអត់ជ្រុះស្លឹកអស់ទេពេលត្រជាក់4-5 ខែនៅអត់សូវអីអត់ជ្រុះស្លឹកអស់ជិះពីច្រកទ្វារមួយទៅច្រកទ្វារមួយក៏យូរដែរវាច្រើនចិនគេជិះម៉ូតូអាគុយគេពេលខ្ញុំនេះជួតកង់ចិន scan QR code នេះជិះហើយនេះកន្លែងគេហែទឹកហើយទៅមុខទៀតកន្លែងកីឡាកន្លែងទីលានទាត់បាល់ទីលានវាយបាល់បាល់បោះបាល់ទះមានគ្រប់ទាំងអស់កីឡាសម្រាប់ឲ្យសិស្សគេកុំឲ្យរៀនភ្លេចគិតពីសុខភាពអញ្ចឹងនៅចិននេះគេអាចមានម៉ោង1ម៉ោងកីឡាដើម្បីឲ្យសិស្សគេហាត់ប្រាណទាំងអស់គ្នាគេដាក់បន្ទុកដូចបន្ទុករៀនអញ្ចឹងតម្រូវឲ្យសិស្សគេហាត់ប្រាណនឹងក៏ជាច្បាប់មួយរបស់ប្រព័ន្ធអប់រំប្រទេសចិនដែរអញ្ចឹងសិស្សគេតែមានពេលគេមកហាត់ប្រាណឲ្យគ្រប់ម៉ោងដែលសាលាគេដាក់ឲ្យបាល់ទាត់កន្លែងហាត់ជីវយកសាច់ដុំនៅខាងក្រោមនេះជួរហ្នឹងអរគុណជួបគ្នាវីដេអូក្រោយបងប្អូនអរគ្នាកុំភ្លេចចុច like follow